បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសតបារានជ័យទឹកសូមចែករំលែករុក្ខជាតិមួយមុខទៀតហើយណាបងប្អូនហើយពាក់ព័ន្ធនឹងអសតបារានខ្មែរយើងដើម្បីបងប្អូនចេះចាំទៅយកទៅព្យាបាលរោគាវិជាធីបងប្អូននៅក្នុងក្រុមគ្រួសារហើយវាមិនចុះថវិកាក្នុងក្រុមគ្រួសាររបស់យើងផងបងប្អូនណាហើយរុក្ខជាតិនេះផងដែរពាក់ព័ន្ធនឹងអសតបារានខ្មែរយើងឈ្មោះថារាជព្រឹកបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូអសតបារានជ័យទឹកលើកយកមករុក្ខជាតិមួយទៀតហើយដើម្បីបម្រើសុខភាពបងប្អូនឲ្យបងប្អូនមើលទៅហើយនឹងចេះចាំទៅយកទៅព្យាបាលសុខភាពពាក់ព័ន្ធនឹងជំងឺផ្សេងអញ្ចឹងបងប្អូនហើយបងប្អូនមើលទៅហើយរុក្ខជាតិនេះមើលឲ្យច្បាស់បងប្អូននេះឈ្មោះថារាជព្រឹកឬលឿងរាជបងប្អូនហើយបងប្អូនតាមដានមើលឲ្យច្បាស់លក្ខវាហើយនឹងតោងស្លឹកជាតលតោងជាព្រឹកហ្នឹងណាហើយកបនឹងជំងឺជាច្រើនប៉ុន្តែលោកគ្រូលើកយកមក3ចំណុចដើម្បីចែកជូនឲ្យបងប្អូនបានដឹងយកទៅព្យាបាលសុខភាពបងប្អូននៅតាមនិគមនៅតាមភូមិតាមជនបទអីយើងដាច់ឆ្ងាយពីមន្ទីរពេទ្យយើងបាននឹងទៅព្យាបាលហើយធ្វើឲ្យជាវាអត់លាប់មកវិញចង់និយាយថាថ្នាំអសតបារានយើងបងប្អូនហើយផ្លែរបស់រឿងរាជលឿងរាជហើយនឹងគេហៅថាឬក៏រាជព្រឹកនេះបងប្អូនជាផ្លែរបស់វាជាថ្នាំបន្ទន់លាមកបងប្អូនហើយបងប្អូនដាក់យកទៅហាលយកផ្លែនឹងហាលឲ្យស្ងួតទៅដាក់15ក្រាមដាំពិសាទទួលទានរាល់ថ្ងៃទៅបើសិនជាបងប្អូនបត់ជើងមករឹងបត់2 3ថ្ងៃបត់ជើងមកម្ដងបត់ជើងមករឹងដុបបងប្អូនពិសាផ្លែរបស់លឿងរាជនេះទៅនឹងកប្រសើរលាមកយើងមកទន់ហើយបងប្អូនហើយបើសិនណាបងប្អូនដាក់ច្រើនពេកវាធ្វើឲ្យរាកអញ្ចឹងណាបងប្អូនដាក់តែ15ក្រាមបានហើយហូបយូរទៅធ្វើឲ្យទន់លាមកស្រួលហើយយើងអ្នកជំងឺនឹងដំមហើយឈប់ហូបក៏បានដែរអត់អីទេហើយក៏ហូបតិចបន្ថយក៏បានដែរចង់និយាយអញ្ចឹងណាបងប្អូនហើយឯចំណែកសម្បកដើមបងប្អូនសម្បកដើមបងប្អូនយកទៅប្រើប្រាស់ជាឱសថបុរាណដែរគឺកាត់បន្ថយជាតិអាស៊ីតបងប្អូនដាក់15ក្រាមដូចគ្នាហើយបងប្អូនដាក់2លីត្រទឹក2លីត្រកន្លះទៅ3លីត្រទៅបើបងប្អូនហូបទឹកបានច្រើនកាន់តែល្អមានន័យថាធ្វើឲ្យឈាមយើងរាវល្អបេះដូងយើងច្បិចបានល្អវាមិនសូវប្រឹងបើសិនណាបងប្អូនយើងបានហូបទឹកជាប្រចាំ3លីត្រក្នុងសារពាង្គកាយរបស់យើងវាល្អប្រសើរណាស់ធ្វើឲ្យយើងមានទឹកគ្រប់គ្រាន់នៅក្នុងសារពាង្គកាយយើងអញ្ចឹងចង់និយាយអញ្ចឹងណាបងប្អូនហើយនឹង2បងប្អូនណា3សម្បកដើមវាចាស់បុរាណពីដើមគេយកសម្បកដើមវាអត់មានស្លាមនឹងយកអីទៅយកអានឹងធ្វើជំនួសអានឹងក៏យាយកាលបុរាណពីដើមបងប្អូនសួសវាសម្បកហ្នឹងយកទៅហូបជំនួសស្លាវាធ្វើឲ្យសារជាតិនៃសម្បកជាតិថ្នាំនេះធ្វើឲ្យរឹងថ្មិញចាស់បុរាណណាបងប្អូនបើយកទៅប្រើទៅដូចជាស្លាដូចជារុក្ខជាតិនេះរាជព្រឹកនេះបងប្អូនយកទៅប្រើទៅថ្មិញគាត់រឹងល្អណាស់បងប្អូនហើយលោកគ្រូសូមបើកវងកញ្ចក់បន្តិចបងប្អូនពេលដែលបងប្អូនយកទៅពិសាទទួលទានហើយក៏ប្រសើរហើយបងប្អូនចាំទុកហើយចែករំលែកគេយើងបានបុណ្យដែរអញ្ចឹងចង់និយាយអញ្ចឹងបងប្អូនហើយរុក្ខជាតិរបស់យើងនេះវាប្រកែណាឲ្យតែយើងចេះដាក់ចេះលៃចេះលោកចេះយកថ្នាំចេះលៃចេះលោកចេះដាក់អញ្ចឹងចង់និយាយអញ្ចឹងបងប្អូនប្រកែណាតែខូចតែយើងមិនចេះដាក់ចេះឲ្យលើសកម្រិតទៅវាអត់ទទួលទេគ្រាប់ឈាមរបស់ក្រហមរបស់យើងយកទៅព្យាបាលវាអត់ទទួលព្យាបាលបានទេមានន័យថាវាលើសចំណុះតែបើដាក់តិចវាខ្វះវាអត់គ្រប់ដោះវាយកទៅព្យាបាលក៏អត់កើតដែរហ្នឹងចង់និយាយអញ្ចឹងឱសថបុរាណកាលណាយើងយកចិត្តទុកដាក់ទៅតាមលោកគ្រូឲ្យដាក់ទៅដាក់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅនឹងគប់ប្រសើរជំងឺហ្នឹងជាសះស្បើយជារំខានហើយឆាប់ហើយវាមិនលាប់មកវិញនឹងវាល្អកន្លែងហ្នឹងឱសថបុរាណខ្មែរយើងណាបងប្អូនហើយបើសិនជាបងប្អូនមើលហើយនឹងស្ដាប់ហើយនៅសារៈសំខាន់ដែលលោកគ្រូចែករំលែកនេះបងប្អូនពេញចិត្ត
បងប្អូនចុច like ចុច share ឲ្យលោកគ្រូបានម្នាក់មួយបងប្អូនដើម្បីឲ្យលោកគ្រូមានកម្លាំងទឹកចិត្តថ្ងៃក្រោយលោកគ្រូបណ្ឌិតរូបភាពណាថ្នាំណាដែលផ្កាយល្អមានប្រសិទ្ធភាពខ្ពស់ដូចថ្ងៃហ្នឹងចឹងបងប្អូនហើយលោកគ្រូចែកជាធម៌ទានបន្តទៀតទី2បងប្អូនចុច like ចុច share ចុច subscribe ទៅបងប្អូនបានមើលមុនគេចង់និយាយចឹងបងប្អូនពេលដែលលោកគ្រូបង្ហោះទៅបងប្អូនបានមើលមុនគេចង់និយាយចឹងហើយលោកគ្រូគ្មានអ្វីវែងឆ្ងាយទេបងប្អូនណាលោកគ្រូចែកជាធម៌ទានប៉ុណ្ណឹងដោយសារលោកគ្រូជាប់ទៅធ្វើការលោកវល់បន្តទៀតលោកគ្រូឆ្លៀតឱកាសបន្តិចហ្នឹងហើយមុននឹងលោកគ្រូលាលោកគ្រូសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានខំប្រឹងប្រែងមើលដើម្បីសុខភាពខ្មែរយើងកាលណាប្រើប្រាស់ឱសថបុរាណចឹងទៅវាអាយុវែងបានលោកគ្រូខំប្រឹងហ្នឹងហើយសូមជូនពរបងប្អូនសូមឲ្យបងប្អូនបានសេចក្តីសុខសេចក្តីចម្រើនសូមឲ្យមានព្រះអរិយបុគ្គលជាដើមសូមឲ្យព្រះអរិយបុគ្គលទាំងនោះថែរក្សាបងប្អូនសូមឲ្យបងប្អូនជួបតែសុភមង្គលនិងក្រុមគ្រួសារម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូសុទ្ធបរានជ័យទឹកសូមគោរពសូមជម្រាបលាសូមអរគុណ